ចំពោះរបៀបរមែមួយនេះបើចាស់គាត់ឲ្យបញ្ជូតកាមេរ៉ាមើលដីចូលកាមេរ៉ាចំពោះអ្នកប្រើ iPhone គឺបញ្ហាក្បែរម្នាក់ឯងពីច្រើនហ្មងដល់ពេលដែលទូរស័ព្ទហ្នឹងធ្លាប់កោះម្ដងឬក៏មិនមកហ្នឹងគឺដីតែទៅចូលកាមេរ៉ារបស់ខ្លួនឯងខ្ញុំថាបើសិនជាដោះជូតគឺគាត់ចន្លោះ$10ហ្នឹងហើយព្រោះថាអេក្រង់វាថ្លៃមែនតើពេលដែលយើងត្រូវធ្វើការដោះជូតហ្នឹងគឺត្រូវការកោសអេក្រង់វាចេញមកអញ្ចឹងវាហានិភ័យនៅពេលដែលយើងធ្វើនឹងឯងគាត់ថាអត់ទាន់ចង់ធ្វើទេព្រោះអត់ទាន់មានលុយខ្ញុំផ្ដល់យោបល់ឲ្យគាត់មួយប្រសិនបើគាត់ត្រូវការដូរថ្មទូរស័ព្ទអីគឺតម្រូវឲ្យដោះអេក្រង់ចេញដូចគ្នាអញ្ចឹងពេលហ្នឹងគឺយើងអាចជូតសម្អាតកាមេរ៉ាបានតែម្ដងកុំឲ្យខាតណាយើងមើលទៅគឺកាមេរ៉ាមកឡើងស្អាតហើយដោយសារថាដីជូតហ្នឹងឯងអានេះប្រសិទ្ធិការដែលយើងដោះជូតហ្នឹងគឺមានរងហ្នឹងគឺយកមកបិទនៅមុខកាមេរ៉ាហ្នឹងដើម្បីការពារដីចូលនៅពេលក្រោយទៀតបើមិនយើងអត់បិទរងហ្នឹងទេថ្ងៃក្រោយកាមេរ៉ានឹងត្រូវបានចូលដីម្ដងទៀតហើយនេះគឺជារងដែលខ្ញុំនិយាយហ្នឹងគឺបិទនៅមុខកាមេរ៉ាហ្នឹងឯងវាមិនខុសពីរងជំរាបទឹកទេព្រោះដល់ពេលព្រមឯងដោយសារតែក្រងវាមានតម្លៃថ្លៃហើយការជួសជុលម្ដងគឺតម្រូវឲ្យយើងកុសឲ្យក្រងចេញដើម្បីស្វាកម្មនៃការធ្វើក៏វាថ្លៃតាមនឹងដែរ